ទាំងពីរគោលបំណងនៃការជួបជុំគ្នានាឱកាសនេះគឺដើម្បីរួបរวมគ្នាបួងសួងសូមឲ្យសេចក្តីសុខសន្តិភាពនិងស្ថិរភាពកើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជាក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃនិងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាពដោយសន្តិវិធីនិងធម៌អហិង្សាការនិមន្តចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពការរួបរวมនិងការឯកភាពរបស់ប្រជាជនខ្មែរក្នុងការគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលបងកងទ័ពព្រមទាំងការឈរជើងលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាមមិនគាំទ្រអំពើហិង្សានិងការស្ដារឡើងវិញនៅជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរតាមគោលការណ៍អហិង្សាមនុស្សធម៌និងសកលភាពសាសនាក្នុងពិធីសាសនានាឱកាសនេះក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនិងអធិបតេយ្យភាពជាតិដែលនេះជាការបង្ហាញក្តីគោរពនិងការចងចាំមិនរលត់ចំពោះវីរភាពរួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិនិងមាតុភូមិក្រៅពីកិច្ចសាសនាការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរត្រូវបានមើលឃើញថាជាសារនយោបាយនិងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិថាកម្ពុជាចង់បានសន្តិភាពកម្ពុជាត្រូវការសន្តិភាពហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័សតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើកិច្ចសន្ទនាការទូតនិងច្បាប់អន្តរជាតិនិងស្មារតីមនុស្សធម៌ដើម្បីការពារជីវិតប្រជាជនរក្សាស្ថិរភាពសង្គមនិងធានាអនាគតជាតិប្រកបដោយសុខសាន្តដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែងសូមជម្រាបថាខណៈពេលដែលមហាជនខ្មែរបានមកជួបជុំគ្នានៅបរិវេណនៃវិមានឈ្នះនេះព្រះសង្ឃនិងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានីខេត្តទាំង25ក៏បាននិមន្តជួបជុំគ្នានៅទីតាំងសុវត្ថិភាពតាមបណ្ដារាជធានីខេត្តរៀងៗខ្លួនដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ក្នុងការបដិសេធសង្គ្រាមនិងគាំទ្រដំណោះស្រាយសន្តិវិធីឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជានិយាយមកសមាធិនេះដើម្បីឲ្យសន្តិភាពឲ្យកូនចៅចំណុកសុខសប្បាយទាំងអស់កងទ័ពទាំងប្រមាណហ្នឹងឲ្យបានសេចក្តីសុខក្តីចម្រើនជ័យឲ្យបានបន់បានធម៌ទៅដល់កូនចៅសមរភូមិមុខហ្នឹងឲ្យបានសនុកសុខសប្បាយឲ្យជួបតែសុខឲ្យបានសន្តិភាពជ័យចង់បានសន្តិភាពកុំឲ្យមានសង្គ្រាមអីតទៅទៀតហើយខ្ញុំបានមកសមាធិនៅទីនេះដើម្បីរំលឹកជូនបុណ្យកុសលដល់វីរបុរសដែលស្នេហាជាតិដែលបានការពារតទល់នឹងសៀមហើយឲ្យបានមកនឹងលើកទឹកចិត្តសមាធិដើម្បីបញ្ជូនបុណ្យទៅជូនដល់វីរបុរសកងទ័ពទាំងអស់សូមបុណ្យកុសលដែលខ្ញុំបានបំពេញទាំងប៉ុន្មានសូមផលនោះមានដល់កងទ័ពព្រមទាំងទេវតាសូមទេវតាជួយឃុំគ្រងថែរក្សាកងទ័ពឲ្យបានសុខមានកម្លាំងពលំមាំមួនដើម្បីការពារសាសនានិងប្រទេសជាតិដែលជាសុវណ្ណភូមិដ៏កំសត់មួយនេះសូមទេវតាជួយឃុំគ្រងថែរក្សាសូមឲ្យបានប្រទេសជាតិនឹងបានសុខសន្តិភាពដើម្បីទ្រទ្រង់សាសនាគ្រប់5000ព្រះវិសាដោយសេចក្តីប្រាថ្នាចាអ្នកមីងចង់បានសន្តិភាពអត់ចាចង់បានខំមកវីរៈកងទ័ពជាជួរមុខចំណែកប្រសង់និងដូនជីអ្នកមានសិលគឺទ្រទ្រង់បញ្ជូនបុណ្យកុសលនេះក្រៃលែងណាស់ចា
បននេះគឺក្រៃលែងចាចាខ្មែរយើងជាប្រពៃណីទំនៀមទម្លាប់របស់យើងគឺមិនចេះឈ្លានពាននរណាទេចាសូមតែសន្តិភាពចាសូមតែសេចក្តីសុខមិនចេះបៀតបៀនគេទេចាហើយសាសនារបស់ព្រះពុទ្ធគឺអញ្ចឹងដែរចាព្រះអង្គមិនឲ្យមានចិត្តទោសៈមោហៈបៀតបៀនបំពេញគេទេចាហើយសូមដូចថាយើងការពារនេះការពារមិនឈ្លានពានគេទេព្រោះចង់ទៅឲ្យបានសុខដូចគ្នាណាសំបីទៅថាខាងនោះក៏គេខែតគ្នាវាអវិជ្ជាណាអូនចាអវិជ្ជាគ្នាខ្វះវិជ្ជាដូចថាគិតវាអត់ត្រូវចាសេចក្តីល្អគ្នាវាអត់មានណាយើងគួរតែមេត្តាណិតអសូរគ្នាទៅវិញចាព្រោះថាមានចិត្តមេត្តាគឺសេចក្តីល្អតិចដូចប្រៀបដូចទឹកអមរិតណាយើងបាចសាចទៅលើគេឲ្យគេតិចឲ្យគេល្អមករយយើងមកពីគ្នាវាគ្មានពូជបញ្ញាណាអូនចាសាសនាពុទ្ធដូចគ្នាក៏ប៉ុន្តែកាន់មកប្រទេសដូចថាគ្នាវាអវិជ្ជាណាវិជ្ជាទៅតាមគ្នាអញ្ចឹងណាគ្នាគ្មានសេចក្តីល្អណាអូនអញ្ចឹងបានថាជូនបុណ្យកុសលដល់កងទ័ពយើងហើយឲ្យជូនបុណ្យគ្នាដែរព្រោះឲ្យគ្នាអវិជ្ជាយើងបាចទឹកអមរិតទៅវាតិចទៅដូចថាវាអត់ផ្ទុះដាក់គ្នាទេអូនណាចានឹងសូមជូនបុណ្យកុសលនឹងដែលមកនឹងដើម្បីសន្តិភាពប្រទេសខ្មែរនឹងសូមឲ្យបានសុខតរៀងទៅណាអូនណាចាបាទចំពោះមូលហេតុរបស់ខ្ញុំនេះខ្ញុំមានមូលហេតុដែលថាខ្ញុំមានការអញ្ជើញពីខាងសាលាដែលក៏បានរៀបចំឲ្យសមាជិកានិស្សិតឲ្យបានចូលរួមក្នុងថ្ងៃនេះអញ្ចឹងហើយទី2រឿងផ្ទាល់ខ្លួនរបស់ខ្ញុំនោះដោយសារតែខ្ញុំជាកម្លាំងជួរក្រោយបាទគឺបើយើងនិយាយទៅយុទ្ធជនគាត់ពលីគាត់ទៅជាសមរភូមិមុខហើយខ្ញុំគឺសមរភូមិក្រោយបាទហើយជាការមើលឃើញរបស់ខ្ញុំក្នុងថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមដែលយើងបានឃើញទាំងនិស្សិតទាំងយុវជនទាំងអស់គាត់បានមកចូលរួមទាំងលោកតាលោកយាយដែលគាត់បានមកចូលរួមព្រមទាំងជាព្រះអង្គគាត់ក៏បានដឹកគុណក៏បានចូលរួមប្រមាណជាង100អង្គដែរបាទហើយបើខាងតំណាងនិស្សិតរបស់ខ្ញុំនេះមក3ឡានដែរដែលរាប់ទៅមានគ្នាជិត200នាក់ដែរបាទសម្រាប់អូនត្រូវការសន្តិភាពបាទសម្រាប់ខ្ញុំត្រូវការសន្តិភាពបើយើងនិយាយទៅសន្តិភាពហ្នឹងវាប្រៀបបីដូចជាអមរិតអញ្ចឹងដែលវាធ្វើឲ្យយើងហ្នឹងមានសិទ្ធិសេរីភាពមានពេញលេញហើយយើងរស់នៅសុខសាន្តត្រាហ្នឹងបាទបើជាការយល់ឃើញរបស់ខ្ញុំទៅតាមអ្វីដែលខ្ញុំធ្លាប់រៀនកន្លងមកខ្ញុំមើលឃើញថាកម្ពុជាយើងនេះគឺជោគជាំដោយសង្គ្រាមដែលយើងដឹងហើយថាតាំងពីក្រោយសម័យអង្គរមករហូតមកដល់បច្ចុប្បន្នមានទាំងសង្គ្រាមខាងក្រៅស្រុកផងខាងក្នុងស្រុកផងហើយជាដំណោះស្រាយយើងធ្លាប់ដឹងហើយថាកម្ពុជាយើងដោះស្រាយគឺទៅតាមវិធីទៅតាមផ្លូវនយោបាយអន្តរជាតិទៅតាមការទូតអីបានយើងឈ្នះលើរឿងក្តីមួយចំនួនហើយក៏ជាក់ស្ដែងការអនុវត្តនៅនយោបាយឈ្នះនេះទើបយើងមានសន្តិភាពនៅក្នុងថ្ងៃនេះដែរបាទខ្ញុំជាការអំពាវនាវទៅដល់អន្តរជាតិនិងសហគមន៍អាស៊ានទាំងមូលជាការអំពាវនាវពីខ្ញុំបានក្នុងនាមជាយុវជននិស្សិតនេះខ្ញុំបាទអំពាវនាវទៅដល់ខាងអន្តរជាតិឲ្យជួយមើលមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសទូចមួយនៅក្នុងអាស៊ីដែលយើងដឹងហើយថាទាំងអស់គ្នាសិតតែបានដឹងហើយថាកម្ពុជាគឺឆ្លងកាត់សង្គ្រាមហើយទើបងើបពីសង្គ្រាមនេះទើបតែបានរយៈពេលជិត30ឆ្នាំមកនេះទេបាទទឹកចិត្តខ្ញុំនឹងមកដោយថាឃើញកងទ័ពយើងពលីច្រើនដែលយើងឃើញអាណិតណាចាយើងអត់មានអីយើងមានការសោកស្ដាយកងទ័ពយើងពលីច្រើនណាយើងក៏នឹកឃើញសម្ដេចហ៊ុនសែនសម្ដេចនឹងហ៊ុនម៉ាណែតក៏គាត់ខ្នះខ្នែងជួយប្រជាជនជួយកងទ័ពក៏ច្រើនហើយដែលអ្នកមកជួយអំណោយឲ្យប្រជាជនដែលភៀសសឹកហ្នឹងក៏ច្រើនយើងក៏អត់មានអីថាឲ្យជួយសម្ដេចទៅយើងក៏អត់ដែរលោកចៅយើងក៏អត់ដែរប៉ុន្តែយើងគួរឲ្យសោកស្ដាយមិនគួរណាពួកស៊ីមីតស្ពីនពៀនដល់ប៉ុណ្្នឹង
មិនគួរណាដែលយើងធ្វើបាបយើងប៉ុណ្ណឹងចាដែលយើងប្រជាជនខ្មែរស្មោះត្រង់តែណៃពួកសៀមហ្នឹងគឺវាអាក្រក់ជាទីបំផុតចាសាហាវអាក្រក់ហើយវាសាហាវទៀតខ្ញុំនឹកឃើញនិយាយតែខ្ញុំចង់ទឹកភ្នែកអាណិតចាអាណិតចាខ្ញុំក៏សូមអរគុណសម្ដេចបួងសួងឲ្យសម្ដេចមានបជនយឺនយូរនៅសម្ដេចហ៊ុនម៉ាណែតឲ្យមានបជនយឺនយូរជាមកលុបតែកូនចៅទាំងអស់គ្នានៅរងចាំហើយយើងប្រជាជនយើងបានឈ្នះវិញណាយើងយល់ថាសន្តិភាពវាល្អជាងព្រោះសម្ដេចទាំងពីរហ្នឹងគឺហាយឆ្លងហើយអស់ហើយខ្ញុំចាស់នេះក៏ខ្ញុំបានហាយឆ្លងពីរឿងសង្គ្រាមមកច្រើនលើកហើយអញ្ចឹងមកយើងចង់សន្តិភាពដើម្បីអាណិតប្រជារាស្ត្រយើងតិចណាស់ប្រជារាស្ត្រយើងក៏ស្លូតត្រង់មិនគួរណាពួកឈ្លានពានវាធ្វើបាបយើងអញ្ចឹងខ្ញុំត្រូវការសន្តិភាពធ្វើម៉េចឲ្យបានសន្តិភាពយើងមិនត្រូវព្រោះខ្ញុំធ្លាប់ហាយឆ្លងហើយជំនាន់ពលពតគឺហាយឆ្លងសពគ្រប់អស់ហើយសម្រាប់សាសនាของខ្ញុំមានតែការថ្វាយបង្គំហើយនិងការសូត្រការថ្វាយបង្គំតាមសាសនារបស់ខ្ញុំដើម្បីជួយទៅដល់បងកងទ័ពដែលបានពលីជីវិតដើម្បីការពារទឹកដីខ្ញុំពិតជាយល់ស្របទៅតាមការសម្រេចចិត្តរបស់សម្ដេចពុកខ្លាំងមែនទែនពីព្រោះការបញ្ចប់សង្គ្រាមដោយសន្តិភាពនឹងអាចធ្វើឲ្យបងប្អូនកងទ័ពគាត់មានអាយុជីវិតហើយមិនមានការបញ្ហូរឈាមនៅលើទឹកដីនៅក្នុងប្រទេសកម្ពុជាហើយមានសុខសន្តិភាពបងកងទ័ពដែលមានប្រពន្ធកូនគាត់អាចវិលមកជួបគ្រួសាររបស់គាត់វិញបានហើយមានគ្រួសារឬក៏បងប្អូនគាត់មានភាពជួបជុំគ្នាបងគាត់បានមកនៅស្រុកកំណើតគាត់វិញហើយមានសន្តិភាពដូចដើមបង